ជាដំបូងខ្ញុំបកអាណាខ្ញុំសូមគោរពក៏ដូចជាជំរាបសួរទៅកាន់លោកគ្រូលេងសេរ៉ងដែលជាគ្រូបង្រៀនវិជ្ជាប្រវត្តិសិល្បៈខ្មែរនៅឆ្នាំទី3ឆ្នាំទី2នេះក្រុមជួយខ្ញុំនឹងលើកយកទីតាំងប្រវត្តិសាស្ត្រមួយគឺប្រាសាទរកាចន្លឹងសម្រាប់បញ្ចប់មុខវិជ្ជានៅឆ្នាំទី2នេះសម្រាប់ក្រុមពួកខ្ញុំផងដែរគឺមកពីថ្នាក់វិទ្យាសាស្ត្រថ្នាក់ A2 ក្រុមទី2ប្រាសាទរកាចន្លឹងមានទីតាំងភូមិសាស្ត្រនៅភូមិចលឹងឃុំរកាចលឹងស្រុកសែកណ្ដាលខេត្តកណ្ដាលបើយើងលើកទៅមួយទីតាំងភូមិសាស្ត្រវិញប្រាសាទនេះស្ថិតនៅក្នុងទីធ្លាវត្តអារាមមួយដែលមានឈ្មោះថាវត្តចលឹងវត្តនេះនៅក្បែរអនុវិទ្យាល័យហ៊ុនសែនរកាចលឹងបើនិយាយពីចម្ងាយវិញប្រាសាទនេះមានចម្ងាយពី44គីឡូម៉ែត្រពីរាជធានីភ្នំពេញនិងមានចម្ងាយពីទីរួមខេត្តកណ្ដាលប្រហែលជា70គីឡូម៉ែត្របើយើងធ្វើដំណើរពីរាជធានីភ្នំពេញជិះតាមផ្លូវបរិយាផ្លូវជាតិលេខ8យើងនឹងមកដល់ស្រុកសែកកណ្ដាលស្រុករកាចលឹងបើយើងធ្វើដំណើរតាមផ្លូវអរិយស័ព្ទតាមផ្លូវទឹកជិះចម្ងាយប្រហែលជា1ម៉ោង17នាទីតាមក្រុងអរិយស័ព្ទព្រែកលួងរហូតដល់សវែនអញ្ជើញនោះគឺមកដល់ស្រុកសែកកណ្ដាលដូចគ្នាទាំងប្រាសាទនេះមានទីតាំងភូមិសាស្ត្រសំគូពីរាជធានីភ្នំពេញដែលអាចធ្វើឲ្យយើងធ្វើដំណើរបានតាមផ្លូវទាំងពីរលើពីនេះប្រាសាទនេះស្ថិតនៅខេត្តកណ្ដាលជាប់ពាក្យជាមួយនឹងខេត្តព្រះវែងស្រុកពារាំងនៅរាជធានីភ្នំពេញចំណែកខាងកើតវិញជាប់ជាមួយនឹងខេត្តកំពង់ចាមប្រាសាទរកាចលឹងបើយើងមើលទៅលើប្លង់ប្រាសាទវិញគឺថាប្រាសាទនេះធ្វើនៅលើខឿនតែមួយជាន់បច្ចុប្បន្នមានព្រះវិហារ2នៅខាងមុខបើតាមលោកឡាសងលីយេបានបញ្ជាក់ថាប្រាសាទនេះមានប្រាង្គចំនួន3ធ្វើអំពីថ្ម3ក្រៀមមានប្លង់រាងជាការ៉េបែរមុខទៅខាងកើតនិងឈរជាជួរតាមអ័ក្សខាងត្បូងប៉ុន្តែបច្ចុប្បន្ននេះប្រាសាទរកាចលឹងនេះនៅសល់តែ2ប្រាង្គប៉ុណ្ណោះគឺប្រាង្គកណ្ដាលនិងប្រាង្គខាងត្បូងដែលអាចនៅមានរូបរាងអាចមើលឃើញនិងសិក្សាស្វែងយល់បានព្រោះនៅសេសសល់តសពេជ្រផ្ដែតសផ្អោបហោជាងចំណែកឯនៅប្រាង្គខាងជើងត្រូវបានដួលរលំទាំងស្រុងប៉ុន្តែប្រាសាទនេះត្រូវបានកសាងអំពីឥដ្ឋនិងថ្មភក់ប៉ុន្តែតាមការសន្និដ្ឋានរបស់ខ្ញុំគិតថាប្រាសាទនេះមិនមែនជាប្រាសាទដែលកសាងនៅក្នុងរជ្ជកាលតែមួយនោះទេបើផ្អែកតាមរចនាសម្ព័ន្ធប្រាង្គទាំង3នេះ1នៅប្រាង្គខាងត្បូងសម្រាប់សំណង់កសាងអំពីថ្ម3ក្រៀមនិងថ្មភក់ដែលយកមកកសាងកន្លែងសំខាន់ៗដូចជាស៊ុមទ្វារផ្ដែតសពេជ្រតសផ្អោបទ្វារមាន4ទ្វារចូលបែរទៅខាងកើតចំណែកឯខាងជើងខាងត្បូងជាទ្វារបញ្ឆោត2នៅប្រាង្គកណ្ដាលប្រហាក់ប្រហែលគ្នាទៅនឹងប្រាង្គខាងត្បូងដែរគឺថាកសាងអំពីថ្ម3ក្រៀមនិងថ្មភក់មានទ្វារចំនួន4ទ្វារចូលបែរមុខទៅខាងកើតចំណែកទៅខាងលិចនិងទៅខាងត្បូងជាទ្វារបញ្ឆោតប៉ុន្តែទ្វារបញ្ឆោតធ្វើអំពីថ្ម3ក្រៀម3ចំណែកឯនៅប្រាង្គខាងជើងកសាងអំពីឥដ្ឋនិងថ្មភក់ដែលនៅសេសសល់ត្រឹមស៊ុមទ្វារដែលអាចឲ្យយើងសន្និដ្ឋានបានចំណែកនៅទៅខាងត្បូងមានគូទឹកមួយប៉ុន្តែមិនដឹងថាកសាងតាំងពីជាមួយប្រាសាទឬក៏កសាងក្រោយប្រាសាទនោះទេនៅខាងមុខឃើញមានព្រះវិហារ2តាមការសន្និដ្ឋានរបស់ខ្ញុំអាចថាព្រះវិហារទាំងពីរនេះជាមណ្ឌពហើយកសាងព្រះវិហារនៅលើមណ្ឌពចាស់ព្រោះថាប្រាសាទនេះត្រូវបានខូចខាតនៅសម័យខ្មែរក្រហមជាធម្មតាថ្ម3ក្រៀមប្រើសម្រាប់ធ្វើខឿនខាងក្នុងអគារបរិវេរៈកំពែងឬផ្នែកដែលមន្ត្រីឆ្លាក់ក្បាច់ចំណែកនៅក្នុងប្រាសាទទោះបីជាដំបូងប្រាសាទធ្លាក់ក៏ដោយការរៀបថ្មបង្កើតចូលក្នុងជាបន្តជាប់បង្កើតចូលតិចឆ្លាស់និងជួបបង្កើតចូលខ្លាំងជាប់បង្កើតចូលតិចធ្វើឲ្យមាំនិងធ្វើឲ្យកម្ពស់ខ្ពស់ឡើងសម្រាប់បច្ចេកទេសក្នុងការសាងសង់នៅក្នុងប្រាង្គឃើញមានប្លុកចំនួន2នៅសងខាងនៃស៊ុមទ្វារចូលប្លុកទាំងពីរនេះជាកន្លែងសម្រាប់ដាក់សន្លឹកទ្វារព្រោះថាប្លុកប្រហោងនេះគេយកសន្លឹកទ្វារដែលធ្វើអំពីឈើយកមកដាក់ដោតចូលជាកលឹកឲ្យជាប់គ្នាសម្រាប់បិទបើកគួរសង្កេតផងដែរថាប្រាសាទនេះប្រកបជាមានទ្វារបើកចេញចូលសម្រាប់ធ្វើពិធីសាសនាសំខាន់ឬសម្រាប់តែព្រះរាជាមន្ត្រីធំប្រាសាទនេះអាចបើកសម្រាប់តែពេលសំខាន់ថ្ងៃធម្មតាត្រូវបានបិទទ្វារសិល្បៈរចនាបថផ្ដែគឺសំដៅទៅលើសិល្បៈក្នុងការសាងសង់ឬតាក់តែងលម្អតាមគំនិតរបស់ព្រះមហាក្សត្រក្នុងការស្ថាបនាប្រាសាទបុរាណចំពោះផ្ដែនៅប្រាសាទរកាចន្លឹងមានចំនួន4ផ្ដែដែលនៅប្រាសាទខាងត្បូងមានចំនួន3ក្នុងនោះ2ជាផ្ដែនៅល្អអាចមើលទៅបាន
ចំណែកផ្តែរនៅទិសខាងលិចទទួលរងការខូចខាតមួយចំនួនដែលយើងមិនអាចសន្និដ្ឋានឬក៏ដឹងថានៅចំកណ្ដាលផ្តែរមានរូបទេពអ្វីនោះទេចំណែកផ្តែរនៅទិសខាងជើងនៅល្អដែលមានរូបទេពជាផ្តែរសាច់ឬគោសមុទ្រទឹកដោះចំណែកឯផ្តែរនៅប្រាសាទកណ្ដាលមានមួយរចនាបថដែលមានរូបទេពព្រះឥន្ទគង់នៅលើដំរីឯរវ័នជាដំបូងខ្ញុំបានបកស្រាយអំពីផ្តែរនៅប្រាង្គកណ្ដាលទិសខាងកើតចំពោះផ្តែរនៅទិសខាងកើតប្រាង្គកណ្ដាលលែងនិយមធ្វើរំយោលនៅចន្លោះក្បាច់ស្លឹកឈើហើយកម្រងមែកឈើមានលម្អក្បាច់ស្លឹកឈើរាងដូចទំពូលមានព្រះកាលៀនអណ្ដាតនិងមានធ្មេញខំកម្រងមែកឈើអណ្ដាតមានលក្ខណៈជាស្លឹកឈើនិងដៃទ្រើកម្រងមែកឈើចាប់កាន់នៅលើព្រះកាលឃើញមានស៊ុំរូបទេពព្រះឥន្ទជិះលើដំរីឯរវ័នគង់លើបល្ល័ង្កនៅលើកម្រងមែកឈើមានបាច់ឆ្នូតជ្រៅជ្រៅមានទំហំតូចតូចច្រើននិងនៅក្រោមកម្រងមែកឈើមានបាច់ស្លឹកឈើពួតឡើងលើយើងទំពោះចំពោះនៅលើកម្រងមែកឈើមានបាច់ផ្កាស្លឹកឈើឈើជាជួរបែរចេញទាំងសងខាងរីឯផ្តែរនៅប្រាសាទខាងត្បូងទិសខាងលិចមានក្បាច់កម្រងមែកឈើដែលឆ្លាក់ក្បាច់ជ្រៅជ្រៅដោយមានក្បាច់លម្អលើកម្រងមែកឈើចំណែកឯនៅកម្រងមែកឈើមានឃើញរូបសេះនៅខាងឆ្វេងនិងខាងស្ដាំនៅខាងចុងកម្រងមែកឈើទាំងសងខាងមានក្បាច់គួចឡើងលើបែរមុខមកក្រៅដូចកន្ទុយនេះនៅខាងក្រោមកម្រងមែកឈើលែងនិយមធ្វើរំយោលនៅចន្លោះក្បាច់ស្លឹកឈើហើយកម្រងមែកឈើមានលម្អក្បាច់ស្លឹកឈើរាងដូចទំពូលចំពោះនៅលើកម្រងមែកឈើមានក្បាច់ផ្កាឈើជាជួរត្រង់នៅចំកណ្ដាលនៃផ្តែរទទួលរងការខូចខាតមិនដឹងរូបអ្វីទេរីឯផ្តែរនៅទិសខាងត្បូងផ្ទៃផ្តែរមានទំហំធំនៅកណ្ដាលនៃផ្ទៃផ្តែរមានកម្រងមែកឈើធ្លាក់មកក្រោមកម្រងមែកឈើមានក្បាច់ចិត្តឈូតកម្រាស់តូចល្មមជ្រៅទៅក្នុងហើយក្រោមកម្រងមែកឈើលែងនិយមធ្វើរំយោលនៅចន្លោះក្បាច់ស្លឹកឈើហើយកម្រងមែកឈើមានលម្អក្បាច់ស្លឹកឈើរាងដូចទំពូលចុងនៃកម្រងមែកឈើកាច់មកលើបែរមកក្រៅដូចកន្ទុយនេះនៅខាងលើនៃកម្រងមែកឈើមានបាច់ផ្កាឈើជាជួរត្រង់ចំណែកនៅកណ្ដាលនៃផ្ទៃផ្តែរបដិមារូបទេពក្របដោយស៊ុំអង្គុយលើបល្ល័ង្កនៅលើព្រះកាលចំពោះព្រះកាលវិញកំពុងតែខំកម្រងមែកឈើគឺជាស្មើនឹងលេបពេលវេលាហើយមានអណ្ដាតចុងចេញចំការនៅលើផ្ទៃនៃផ្តែរមានរូបហង្សជាជួរបែរមុខចូលគ្នាស្ថិតក្នុងរចនាបថបាពុចំពោះផ្តែរនៅទិសខាងជើងនៅខាងក្រោមផ្ទៃផ្តែរក្បាច់របបផ្កាឈូកនៅលើក្បាច់របបផ្កាឈូកមានក្បាច់ពងត្រីមួយជួរហើយនៅលើក្បាច់ពងត្រីមានក្បាច់ផ្កាច័ន្ទនៅលើផ្ទៃផ្តែរមានក្បាច់ផ្កាមូលនិងមានលម្អដោយទេពមួយជួរនៅខាងលើផ្តែរនៅបដិមាសាសការស្លៀកពាក់វិញយើងឃើញថាមានទឹកមុខសុភាពដោយរចនាបថប្រទេសស្រីដែរសម្លៀកបំពាក់គឺយើងឃើញថាបាត់ជីផ្នត់បាត់ជីកន្សែងសម្ពុតសម្យេរេងអសយូចេញផ្សិតដែលសម្គាល់លក្ខណៈរចនាបថបាពុសម្ពុតមានក្បាច់ពេញផ្ទៃសម្ពុតហើយគេឃើញមានសម្ពុតមួយថ្មីប្លែកពីមុននោះគឺខាងក្រោយសម្ពុតឡើងសោយឡើងរហូតដល់ខ្នងរូបមេអំបៅឯខាងមុខធ្លាក់សម្យេះមកក្រោមបញ្ចេញក្បាលពោះរាងដូចអសយូចំពោះមុខវិញមានរាងស្មើមូលស្ទើរជ្រុងចំណែកចុងការព្រែកដែលជាលក្ខណៈរបស់រចនាបថបាពុបដិមាត្រង់ភ្នែកគេឃើញមានឆ្កឹះសាច់ថ្មចេញឲ្យមានជម្រៅដើម្បីងាយស្រួលសម្រាប់ដាក់វត្ថុមានតម្លៃចំណែកគិរីដាក់
ត់វិញមកគាត់ស្រួចបាំងគឺថាឃើញធំជាងមុនមានកន្លែកដាក់របបការឈូតក៏ធំជាងមុនដែរចដាមកគាត់បួងសក់យ៉ាងសាមញ្ញចងតាមរយៈការសិក្សាអំពីរចនាបថទាំងអស់នេះរួចគឺថាផ្តែរទាំងអស់នេះស្ថិតក្នុងរចនាបថឃ្លាំងបពួនសតវត្សទី11ដោយសារពិបាកបែងចែកឲ្យដាច់រវាងរចនាបថទាំងពីរនេះតែអាចស្ថិតក្នុងរចនាបថបពួនខ្លាំងជាងឃ្លាំងហោជាងរបស់ប្រាសាទរកាចម្លឹងយើងមើលឃើញថាហោជាងនេះកសាងឡើងពីថ្មបាយក្រៀមដែលមានលក្ខណៈបែកបាក់ខូចខាតនិងបាត់បង់រូបរាងដែលមិនអាចមើលយល់ថាហោជាងនេះមានទម្រង់ក្បាច់បែបណានោះទេចំណែកឯផ្ទៃហោជាងមើលមិនដឹងរូបរាងអ្វីឡើយតែអាចដឹងថាហោជាងនេះប្រហែលជាស្ថិតនៅក្នុងសតវត្សទី11សសពេជ្រយើងដឹងហើយថាការកសាងប្រាសាទសសពេជ្រជារបស់មួយសំខាន់ដែលមិនអាចខ្វះបានសម្រាប់ស្ថាបត្យកម្មសិល្បៈការសិក្សាទៅលើសសរពេជ្រក៏អាចដឹងពីរចនាបថសតវត្សណាផងដែរចំពោះសសរពេជ្រនៅប្រាសាទរកាចម្លឹងមានចំនួន4នៅតាមទ្វារចូលប្រាសាទត្រូវនឹង8ដើមសងខាងប៉ុន្តែសសរពេជ្រនៅប្រាសាទនេះសឹងតែទាំងអស់គឺយកថ្មមកដាក់ហើយបានឆ្លាក់តាមក្រោយបើសង្កេតឲ្យចំព្រោះខាងក្រោយសសរពេជ្រគ្មានក្បាច់ឆ្លាក់នោះទេសសរពេជ្រមានរាង8ជ្រុងស្ថិតនៅក្នុងរចនាបថឃ្លាំងបាពួនសសរពេជ្រនេះមាន1/2 1/4 ហើយនិង1/8គ្រប់ក្បាច់រង្វាន់មានចំនួនច្រើននិងទំហំប៉ុនគ្នាស្មើគ្នានិងលម្អដូចគ្នាក្បាច់ស្លឹកឈើដូចធ្មេញរណាញឹកកាន់តែមានទំហំតូចទៅសសរពេជ្រមានក្បាលសសរខាងលើតួសសរហើយនិងជើងសសរក្បាលសសរមានក្បាច់ផ្កាមូលមានក្បាច់ស្លឹកឈើទំហំតូចញឹកដូចធ្មេញរណាមានក្បាច់ត្របកឈូកខាងក្រោមក្បាច់ត្របកឈូកមានក្បាច់ពងត្រីតួសសរមានក្បាច់ស្លឹកឈើនៅអមរង្វាន់មានទំហំល្អិតដូចធ្មេញរណានៅចន្លោះក្បាច់ស្លឹកឈើមានក្បាច់រំយោលតូចខាន់នៅលើរង្វាន់លម្អដោយក្បាច់ផ្កាមូលក្បាច់ត្របកឈូកនិងអមដោយក្បាច់ពងត្រីរីឯជើងសសរក៏មានលម្អក្បាច់ដូចគ្នានេះផងដែរសរុបជារួមមកសសរពេជ្រនេះមានលក្ខណៈដូចគ្នាទាំងអស់ទំហំប៉ុនគ្នាក្បាច់លម្អដូចគ្នាដែលមាននៅប្រាសាទនេះគឺស្ថិតនៅក្នុងរចនាបថឃ្លាំងបាពួនចម្លាក់ផ្តែរនៅប្រាសាទរកាចម្លឹងដែលប្រហែលជាត្រូវបានកសាងឡើងនៅក្នុងសតវត្សទី11ដែលនេះក៏បានបង្ហាញពីពួកអសុរៈឈរនៅខាងក្បាលពោះរីឯពួកទេពសុរៈឈរទាញនៅខាងកន្ទុយតួអង្គសំខាន់ដែលបានអោបភ្នំមន្ត្រៈគឺជាព្រះនរាយណ៍ព្រោះបើតាមគម្ពីរភាវកតបុរាណគឺក្នុងចំណោមទម្រង់ផ្សេងរបស់ព្រះនរាយណ៍ពេលកូរសមុទ្រទឹកដោះនោះមានទម្រង់មួយដែលមើលទៅលោកហាក់
ស្ដេចភ្នំមួយអង្គហើយនៅខាងក្រោមភ្នំមន្ត្រាមានសត្វអណ្ដើកមួយយ៉ាងធំយកស្នុកត្រភ្នំអណ្ដើកនោះគឺមានឈ្មោះថាកុមារវតា ដែលជាទម្រង់មួយទៀតរបស់ព្រះនរាយណ៍ដែលបានកាឡាខ្លួនទៅត្រភ្នំមន្ត្រាដើម្បីកុំឲ្យលិចចុះទៅក្នុងបាតសមុទ្រនៅអមសងខាងភ្នំមន្ត្រាផ្នែកខាងក្រោមឃើញមានសត្វសេះមួយឈ្មោះថាឧជ័យហស្វរៈនិងព្រះនាងលក្ស្មីដែលបានផុសចេញមកពីការកោនោះអ្វីដែលយើងគួរឲ្យកត់សម្គាល់គឺមានតួអង្គស្រីម្នាក់បង្ហាញត្រឹមពាក់កណ្ដាលខ្លួននៅខាងឆ្វេងក្បែរភ្នំមន្ត្រាដែលឆ្វេងកាន់ធោមួយយល់ថាធោនោះច្បាស់ជាធោទឹកអមរិតត្បិតគម្ពីរមហាភារតៈក៏បានរៀបរាប់ដែរថានៅចុងបញ្ចប់នៃការកូរសមុទ្រទឹកដោះនោះគឺមានទេពមួយឈ្មោះថាថនួនតារីបង្ហាញខ្លួនហើយកាន់ធោពណ៌សដែលមានទឹកអមរិតនៅខាងក្នុងនោះចំពោះមូលហេតុនៃរឿងកូរសមុទ្រទឹកដោះគឺមានការមួយនោះព្រះអិនបានជីកដុំរីកាត់អ្នកសច្ចាំងម្នាក់ឈ្មោះថាទូរពាសបានជូនកម្រងផ្កាពិសេសមួយដល់ព្រះអិនក៏ទទួលយកកម្រងផ្ការបស់ទូរពាសតែព្រះអិនយកទៅដាក់នៅលើប្រម៉ោយដំរីមិនអាចទ្រាំនឹងក្លិនផ្កានោះបានក៏ក្រវាត់កម្រងផ្កាចោលទៅលើដីអ្នកសច្ចាំងនោះក៏ខឹងយ៉ាងខ្លាំងព្រោះថាកម្រងផ្កាគឺជាគ្រឿងសិរីសួស្តីគួរតែគេគោរពដូចជាប្រាសាទសច្ចាំងទូរពាសក៏បានជេរដាក់បណ្ដាសាព្រះអិនឲ្យរលាយអស់សល់មហិទ្ធិឫទ្ធិទាំងឡាយពេលនោះព្រះអិនក៏បានទៅសុំឲ្យព្រះព្រហ្មជួយតែក៏ត្រូវព្រះព្រហ្មបានឲ្យព្រះអិនទៅជួបព្រះវិស្ណុឲ្យជួយទៅវិញតាមដំណើររឿងដោយសារតែពួកអសុរៈបានដើរសាងបាបយ៉ាងច្រើននិងព្រៃផ្សៃដែលធ្វើឲ្យមានការរាតត្បាតបំផុតទៅលើពួកទេវតាដែលធ្វើឲ្យពួកទេវតាបាននាំគ្នាចេញទៅច្បាំងធ្វើការប្រយុទ្ធប្រឆាំងតទល់ទៅនឹងពួកអសុរៈវិញអស់រយៈពេលជាច្រើនឆ្នាំនិងយ៉ាងខ្លាំងក្លាហើយសង្គ្រាមនេះគឺនៅតែបន្តប៉ុន្តែមិនមានខាងណាម្នាក់ឈ្នះឡើយដោយសារតែសង្គ្រាមនេះមានរយៈពេលយូរអង្វែងពេកនិងក៏ក្រាស់ខ្លាំងក្លាទើបធ្វើឲ្យពួកទេវតាគឺមានការនឿយហត់ជាខ្លាំងក៏បាននាំគ្នាត្រឡប់ទៅឋានលើដើម្បីប្តឹងទៅព្រះអិនឲ្យទ្រង់ជួយដោះស្រាយបញ្ហានិងជម្លោះរវាងពួកទេវតានិងពួកអសុរៈបន្ទាប់មកព្រះអិនក៏បានឲ្យពួកទេវតានិងពួកអសុរៈនាំគ្នាកូរសមុទ្រដើម្បីស្វែងរកទឹកអមរិតនិងជីវិតអមតៈពួកទេវតាដែលគិតថាខ្លួនឯងមិនអាចឈ្នះពួកអសុរៈបានក៏បាននាំគ្នាទៅពឹងទៅដល់ព្រះវិស្ណុហើយព្រះវិស្ណុក៏បានយល់ព្រមជួយតាមសំណើរបស់ពួកទេវតាបន្ទាប់មកពួកទេវតាក៏បានមកតាមការជួបជុំនៅភ្នំមន្តារៈតាមការសន្យាដោយយកភ្នំនេះធ្វើជាស្នូលពោះអ្នកក្រៀតដែលមានឈ្មោះថាវ៉ាសគីធ្វើជាខ្សែព័ទ្ធសម្រាប់ទាញគោចុះឡើងរួចមកក៏ពួកអសុរៈជាអ្នកកាន់ខាងក្បាលពោះចំពោះអ្នកវ៉ាសគីគឺនៅខាងឆ្វេងនិងពួកទេវតាគឺកាន់ខាងកន្ទុយពោះអ្នកវ៉ាសគីឯខាងស្ដាំពួកទេវតានិងពួកអសុរៈក៏នាំគ្នាចាប់ផ្ដើមកោរចុះឡើងដែលធ្វើឲ្យបាក់ស្រុតចុះហើយនៅពេលនោះព្រះវិស្ណុក៏បានប្រែខ្លួនទៅជាអណ្ដើកមកជួយទ្រភ្នំដែលមានឈ្មោះថាកុមារវតាដើម្បីឲ្យខ្ពស់ឡើងដល់ចុងបំផុតទឹកអមរិតក៏ផុសឡើងហើយពួកអសុរៈក៏ដណ្ដើមយកមុនបន្ទាប់មកព្រះវិស្ណុក៏បានក្រឡាខ្លួនជាទេពធីតាដែលមានឈ្មោះថាមហោនី
ចុះពីឋានសួគ៌ដើម្បីលួងលោមពួកអសុរៈឲ្យបោះបង់ទឹកអមૃតចោលហើយពួកអសុរៈក៏បានចាញ់ល្បិចដោយសារតែសម្រស់ពួកអសុរៈក៏បានក្រវែងចោលទឹកអមฤតនោះហើយពួកទេវតាក៏ឃើញក៏បាននាំគ្នាយកមកក្រេបផឹកគ្រប់គ្នាហើយវត្ថុដែលផុសចេញមុខនោះគឺជាសេះក្បាល7ដ៏ស្អាតគឺឧចេហស្វរៈបន្តមកទៀតគឺដំរីអរវ័នដែលជាស្ដេចដំរីសហើយក៏ផុសនៅគ្រឿងអលង្ការកោស្ដុភាដែលព្រះវិស្ណុក៏បានយកធ្វើជាគ្រឿងលម្អបន្ទាប់ពីកោបានច្រើនដងរួចមកក៏បានលេចចេញនៅព្រះនាងលក្ស្មីដែលស្អាតដូចរាល់ដងនេះពីរួមមកគ្មានសាលាចក្រណាបញ្ជាអំពីឈ្មោះដើមឬក៏សារនៅក្នុងរជ្ជកាលស្ដេចណាឡើយប៉ុន្តែបន្ទាប់ពីបានសិក្សាទៅលើប្រាសាទរកាជលឹងនេះហើយឃើញថាប្រាសាទនេះគឺកសាងឡើងនៅក្នុងរាជព្រះបាទសូរ្យវរ្ម័នទី1និងព្រះបាទឧទយទិត្យវរ្ម័នទី2នៅក្នុងរចនាបថឃ្លាំងមកពូនសតវត្សទី11និងពាក់កណ្ដាលសតវត្សទី11បើក៏លេខទៅមើលរចនាបថផ្ដែសសរពេជ្រហើយជាងបដិមាសាសម្ភារអំពាក់ឃើញថាប្រាសាទនេះត្រូវគ្នានៅក្នុងរចនាបថដូចគ្នាប៉ុន្តែរឿងដែលខុសគ្នានោះប្រាសាទនេះមានប្រាង្គចំនួន3ប្រាង្គខាងត្បូងនិងប្រាង្គកណ្ដាលកសាងនៅពេលដំណើរគ្នាប៉ុន្តែប្រាង្គខាងជើងដែលត្រូវបានដួលរលំនោះគឺកសាងអំពីឥដ្ឋទៅវិញអញ្ចឹងយើងអាចសន្និដ្ឋានបានថាប្រាសាទនេះឬក៏ប្រាសាទខាងជើងនោះច្បាស់ជាកសាងមុនឬក្រោយប្រាង្គខាងត្បូងនិងប្រាង្គកណ្ដាលសតវត្សខុសគ្នាឬក៏សម័យកាលខុសគ្នាមិនមែនជាប្រាសាទដែលកសាងនៅក្នុងពេលតែមួយនោះទេ